ថ្ងៃនេះកម្មវិធីថ្ងៃសុខសហគ្រិននឹងលើកយកគំរូអាជីវកម្មនៅក្រៅប្រទេសមួយដើម្បីបំផុសគំនិតដល់យុវសហគ្រិនយើងនៅកម្ពុជាតោះមកស្វែងយល់ទាំងអស់គ្នាមានតែផ្ទះបាយមួយលក់តែតាមការដឹកជញ្ជូនក៏ Cloud Eat អាចពង្រីកខ្លួនលើវិស័យម្ហូបអាហារយ៉ាងជោគជ័យបានដែរតើ Cloud Eat ជាអាជីវកម្មបែបណា Cloud Eat ជាក្រុមហ៊ុនដែលដំណើរការលើផ្ទះបាយ Digital Cloud Kitchen ដែលជាអាជីវកម្មគំរូបង្កើតថ្មីក្នុងការផ្ដល់ជូនផ្ទះបាយរួមសម្រាប់ភោជនីយដ្ឋាននិងសហគ្រិនដែលមានបំណងលក់អាហារតាមរយៈការដឹកជញ្ជូន Cloud Eat ផ្ដោតលើការគ្រប់គ្រងម៉ាកម្ហូបអាហារចម្រុះគ្នាជាច្រើននិងសេវាកម្មដឹកជញ្ជូនម្ហូបអាហារដែលរហ័សនិងមានប្រសិទ្ធភាពខ្ពស់ការបង្កើតជាការប្រើប្រាស់ផ្ទះបាយរួមគ្នាគឺអាចជួយកាត់បន្ថយការចំណាយបានច្រើនមុខដូចជាថ្លៃជួលទីតាំងសម្រាប់លក់ថ្លៃជួលបុគ្គលិកនិងថ្លៃចំណាយផ្សេងៗដំណើរការដ៏ជោគជ័យនៃអាជីវកម្មនេះគឺប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងប្រភេទនៃអាហារនិងម៉ាកយីហោចម្រុះគ្នាការធានាលើការដឹកជញ្ជូនដែលរហ័សនិងមានទំនុកចិត្ត Cloud Eat ក៏ទទួលបានការវិនិយោគសំខាន់ៗពីក្រុមហ៊ុនបណ្ដាក់ទុនដោយសារការមើលឃើញពីគំរូនៃអាជីវកម្មមួយនេះមានចំណុចរីកចម្រើនច្រើនការបណ្ដាក់ទុននេះគាំទ្រដល់ការពង្រីកគ្រឿងបរិក្ខារផ្ទះបាយនិងការបង្កើតយីហោអាហារថ្មីៗផងដែរតើលោកអ្នកចង់ដឹងពីអាជីវកម្មជោគជ័យផ្សេងទៀតទេកុំភ្លេចតាមដានវីដេអូបន្ទាប់នៅក្នុងកម្មវិធីថ្ងៃសុខសហគ្រិនទាំងអស់គ្នា